បាទជំរាបសួរបាទនេះគ្រាន់តែជាបើការបង្ហាញជូនខ្លីៗទាក់ទងនឹងការគ្រប់គ្រងពិន្ទុសាស្ត្របាទតាម Google Sheet ភាសាតាម Excel តាមអីយើងពិបាកប្រើក្នុងកុំព្យូទ័រអញ្ចឹង Google Sheet នេះគឺយើងអាចប្រើនៅក្នុងទូរស័ព្ទបានអញ្ចឹងដំបូងឡើយគឺលោកគ្រូអ្នកគ្រូអាចបំពេញព័ត៌មានគ្រូជាមុនបាទនេះបំពេញព័ត៌មានគ្រូយើងបំពេញបែបនេះបាទមានថ្នាក់មានអីចឹងសរុបសិស្សសរុបស្រីប្រុសអីហើយការបរិច្ឆេទនេះបាទលោកគ្រូបំពេញការបរិច្ឆេទចន្ទគតិនិងសូរ្យគតិចាប់ពីបាទខែដែលលោកគ្រូចាប់ដើមបង្រៀនដំបូងរហូតដល់បាទមកខាងនេះចប់ឈុំមាសទី1ទី2ហើយចាប់ដំណាច់ឆ្នាំបំពេញរួចហើយលោកគ្រូយើងចុចនៅលើពាក្យហូបនេះយើងចុចម្ដងទៀតបាទយើងទៅបំពេញព័ត៌មានសិស្សនេះប្រវត្តិរូបសិស្សនេះបាទអញ្ចឹងលោកគ្រូគ្រាន់តែយើងចុចលើបាទបំពេញព័ត៌មានសិស្សនេះយើងដាក់ប្រវត្តិរូបសិស្សមកអញ្ចឹងលោកគ្រូបំពេញឲ្យអស់បាទយើងមានអត្តលេខបាទមានឈ្មោះសិស្សមានបាទមានភេទនេះបាទភេទថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងគ្រាន់តែបំពេញថ្ងៃខែឆ្នាំកំណើតទេឆ្នាំនេះយើងអត់បាច់បំពេញទេពេលវាលោតដោយស្វ័យប្រវត្តិជូនហើយឡើងទៅឆ្នាំថ្មីមួយឆ្នាំសិស្សក៏កើនអាយុមួយឆ្នាំដែរហើយយើងពេញឈ្មោះឪពុកម្ដាយបាទឈ្មោះឪពុកមុខរបរឈ្មោះម្ដាយមុខរបរអីទាំងអស់បាទទីកន្លែងកំណើតបាទអាសយដ្ឋានបច្ចុប្បន្នអីនេះបាទគឺបំពេញទាំងអស់រហូតដល់លេខទូរស័ព្ទបាទអាចបំពេញដល់អាណាព្យាបាលទៀតបើគាត់នៅជាមួយយាយជាមួយអីចឹងងាយស្រួលព្រោះបើលោកគ្រូដែលយើងប្រើគម្រោងជីបយើងងាយស្រួលយកទាំងអស់ហ្នឹងមកបំពេញដាក់គម្រោងជីបមួយយ៉ាងទៀតគឺយើងបំពេញដើម្បីបានព័ត៌មានហ្នឹងទៅសភៅសិក្ខាគារៈនិងប្រតិបត្តិពិន្ទុអញ្ចឹងចាប់ពីថ្នាក់ទី3ឬក៏ទី4ទៅ4 5 6យើងមានសភៅសិក្ខាគារៈហើយទី6មានប្រតិបត្តិពិន្ទុអញ្ចឹងទីទៀតលោកគ្រូនឹងបានទៅដល់ទាំងអស់ហ្នឹងបាទយើងបំពេញតែព័ត៌មានសិស្សប៉ុណ្្នឹងទេអញ្ចឹងយើងអាចបានបាទស្ថិតិសិស្សតាមអាយុនេះដើមឆ្នាំបាទដែលយើងហៅថាព្រីណាបាទនេះគឺព្រីអាយុសិស្សណាបាទនេះអញ្ចឹងយើងមានព្រីអាយុសិស្សបាទរបស់ខ្ញុំអញ្ចឹងយើងមានព្រីតាមអាយុបាទយើងមានព្រីអាយុសិស្សដែលគេយកដើមឆ្នាំបាទបន្ទាប់មកយើងមានបាទចុងឆ្នាំមានប្រតិបត្តិពិន្ទុបាទសំខាន់គឺមានដើមឆ្នាំយើងមានព្រីអាយុសិស្សហ្នឹងបាទគេហៅបញ្ជីរាយនាមនេះបញ្ជីរាយនាមសិស្សបាទក៏រត់ចូលមកក្នុងនឹងដែរហើយយើងមានទាំងអស់អញ្ចឹងគ្រាន់តែគ្រូបំពេញប៉ុណ្ណឹងបានហើយយើងមានទាំងអស់ហើយបាទមានទាំងអស់ហ្នឹងហើយអញ្ចឹងអត់ពិបាកទេបាទយើងគ្រាន់តែបើកមើលទេអញ្ចឹងភាពងាយស្រួលសម្រាប់គ្រូគឺយើងបំពេញពិន្ទុតាមខែទៅខែវិច្ឆិកាយើងអត់មានប្រឡងអីទេអញ្ចឹងអត់បាច់បំពេញទេបាទអញ្ចឹងទៅពេលយើងទៅខែធ្នូយើងមានប្រឡងយើងបំពេញខែធ្នូយើងពេញខែធ្នូខែមករាខែកុម្ភៈបាទបើលោកគ្រូមានប្រឡងខែមីនាបំពេញខែមីនាទៀតរួចហើយយើងបំពេញសម្រងចំមាសទី1បំពេញអស់បំពេញតែពិន្ទុទេចាប់ពីពេលហ្នឹងទៅយើងបំពេញព័ត៌មានសិស្សរួចហើយតទៅយើងបំពេញតែពិន្ទុទេបាទសម្រាប់ប្រចាំខែពិន្ទុនឹងបាទវត្តមានសិស្សដើម្បីយើងយកទៅសភៅតាមដាននិងសភៅសិក្ខាគារៈអញ្ចឹងយើងបាទខ្ញុំនិយាយថាឧទាហរណ៍ខែធ្នូខ្ញុំខែមករាខ្ញុំបានបំពេញឲ្យដល់ខែមករាបាទខែមករានេះបានបំពេញពិន្ទុអស់ហើយអញ្ចឹងកាលណាបំពេញពិន្ទុអស់បាទលោកគ្រូបំពេញពិន្ទុអស់យើងចង់ធ្វើសភៅតាមដានបើយើងអត់បានព្រីនទេលោកគ្រូអត់បានព្រីនទេយើងមានសភៅតាមដានតារាងកិត្តិយសនិងចំណាត់ថ្នាក់អញ្ចឹងឧទាហរណ៍យើងទៅចំណាត់ថ្នាក់បាទអញ្ចឹងចំណាត់ថ្នាក់សិស្សច្រើនយើងមាន2ជួរតិចក៏ខ្ញុំដាក់ជា2ជួរដែរខ្ញុំដាក់តែ1ហ្នឹងទេបាទអញ្ចឹងនេះយើងមានចំណាត់ថ្នាក់សិស្សបាទបន្ទាប់មកត្រឡប់ទៅវិញទៅខែមករាវិញ
បាទលោកគ្រូអ្នកគ្រូទៅមើលសិភៅតាមដានបាទសិភៅតាមដាននេះគឺខ្ញុំធ្វើតាម គំរូដូច app ដែលខ្ញុំប្រើនៅសាលាអញ្ចឹងយើងមានពិន្ទុនិទេសហើយកន្លែងនេះគឺសេចក្តីផ្សេងហើយសិភៅតាមដាននេះយើងរើសតាមឈ្មោះសិស្សនេះបាទយើងចុចលើនឹងមួយមកមានឈ្មោះសិស្សឲ្យរើសហើយអញ្ចឹងគ្រូអ្នកគ្រូរើសមួយតាមនឹងមកដើម្បីពិនិត្យមើលឲ្យបើលោកគ្រូអ្នកគ្រូមានសិភៅតាមដានក្រៅគេឲ្យធ្វើក្រៅអ្នកគ្រូអ្នកគ្រូគូគ្រីសទៅបាទគ្រីសល្អមិនល្អអីចឹងទៅឧទាហរណ៍ដូចកូនអញ្ចឹងយើងចុចលើអញ្ចឹងគាត់ដូរអញ្ចឹងបើសិនជាគាត់ល្អអញ្ចឹងយើងគូសល្អទៅខ្សោយទៅបាទអញ្ចឹងនេះគឺគ្រាន់តែជាឧទាហរណ៍ទេបាទបន្ទាប់ពីបានសិភៅតាមដានអស់ហើយបាទសំខាន់បាទគ្រប់ខែអស់ហើយសំខាន់គឺយើងមកមើលបាទចុងឆ្នាំបាទយើងអាចធ្វើជូនលោកគ្រូនាយកឬខាងទីចាត់ការហ្នឹងងាយស្រួលទីមួយយើងមានសិភៅសិក្ខាគារៈបាទនេះសិភៅសិក្ខាគារៈបាទយើងមានទាំងអស់បាទមានចំណាត់ថ្នាក់តាមមុខវិជ្ជាអញ្ចឹងទៅបាទសិភៅសិក្ខាគារៈហើយយើងមានចំណុចទី1ចំណុចទី2បាទអញ្ចឹងបើសិនជាចំណុចទី1នេះយើងគាត់សិស្សអត់បានចំណាត់ថ្នាក់ទេចំណុចទី2នេះអញ្ចឹងវាលោតបាទលោតឲ្យបើធ្លាក់លោតឲ្យថាបាទត្រូវខំរៀនអីចឹងទៅស្រេចតែលោកគ្រូអ្នកគ្រូទេអញ្ចឹងកន្លែងហ្នឹងយើងដាក់ក៏បានមិនដាក់ក៏បានសំខាន់នេះគឺពិន្ទុនិងចំណាត់ថ្នាក់នេះបាទនឹងសិភៅសិក្ខាគារៈហើយសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់ទី6បាទយើងអាចងាយស្រួលមួយទៀតគឺប្រតិបត្តិពិន្ទុបាទនេះប្រតិបត្តិពិន្ទុបាទប្រតិបត្តិពិន្ទុយើងមានស្រេចបាទខ្ញុំឲ្យលោកគ្រូអ្នកគ្រូបំពេញប្រវត្តិរូបសាស្ត្រគឺដោយសារយើងត្រូវបាទប្រតិបត្តិពិន្ទុនេះអញ្ចឹងឧទាហរណ៍យើងដូរយើងចុចដូចគ្នាដែរអញ្ចឹងជ្រើសរើសយកបាទសាសឈ្មោះនេះយើងចុចទៅគាត់ដូរដែរនេះពិន្ទុគាត់បាទនេះបាទអញ្ចឹងនេះជាប្រតិបត្តិពិន្ទុស្របតាមកម្មវិធីសិក្សាហើយអត់ពិបាកទេលោកគ្រូអ្នកគ្រូបញ្ចូលទៅពិន្ទុប្រចាំខែហើយយើងចង់បានអីទាំងអស់យើងបញ្ចូលទៅពិន្ទុប្រចាំខែទេបាទអញ្ចឹងវារត់ទៅដោយស្វ័យប្រវត្តិអញ្ចឹងអត់ពិបាកទេងាយបាទហើយគេប្រើអាបអស់ហើយសាលាគេផ្សេងសាលាតែខ្ញុំនៅបង្កើតអត់ចេះបង្កើតអាបចេះតែបង្កើត Google Sheet ហើយនឹង Excel អត់បានរៀនពីអាបទេអញ្ចឹងសង្ឃឹមថាចំណេះដឹងតិចតួចនេះជួយលោកគ្រូអ្នកគ្រូអាចសម្រួលដល់ការងារលោកគ្រូអ្នកគ្រូបានលឿនបាទបានលឿនក្នុងការធ្វើពិន្ទុបូកសរុបពិន្ទុសាស្ត្របាទរិសាយើងឥឡូវសម័យយើងថ្មីហើយយើងពិបាកបូកដកតាមកាសចូលទៀតម៉ាស៊ីនគិតលេខទៀតអញ្ចឹងយើងគ្រាន់ដាក់ពិន្ទុចូលយើងអង្គុយវាយពិន្ទុដូចយើងចុចផ្ញើសារទៅក្នុងទូរស័ព្ទក៏អាចមានចំណាត់ថ្នាក់មានដែលប្រតិបត្តិពិន្ទុសិក្ខាគារៈអីព្រីដើមឆ្នាំអីស្រួលយើងចម្លងចូលឲ្យគេទៅក៏លឿនវាកាត់បន្ថយពេលវេលាបាទអរគុណច្រើនអរគុណ